នៅស្រុកនេះទិញអីគេអត់ទ្លាប់តថ្លៃទេបងប្អូនណាយើងនៅស្រុកខ្មែរយើងធ្លាប់តែទ្លាប់ទិញអីក៏ដោយយើងច្រើនតែកាត់ថ្លៃហើយយើងតថ្លៃនៅស្រុកនេះមិនថាផ្សារក្រៅគេលក់អីវ៉ាន់នៅក្រៅហ្នឹងក៏ដូចជានៅក្នុងហាងឯងបងប្អូនគឺតម្លៃប៉ុន្មានគឺប៉ុណ្្នឹងហើយអត់មានចុះតថ្លៃអីកាត់20 30អីតថ្លៃនៅសល់ត្រឹម5រៀល10រៀលអីគឺអត់មានទេបងប្អូនចាតម្លៃគេគឺគេបិទនៅលើនឹងឲ្យយើងឃើញហើយបើយើងទិញបានក៏ទិញបើយើងទិញមិនបានក៏អត់ទៅអញ្ចឹងក៏វាមួយយ៉ាងដែរបងប្អូនពួកអីដល់ពេលយើងត្រឡប់តថ្លៃទៅទិញអីត្រូវតែតថ្លៃដូចជាពិសេសយើងនៅស្រុកខ្មែរយើងណាបើសិនជាអីវ៉ាន់ណាភាគច្រើនតម្លៃកាត់អញ្ចឹងទៅ30តទៅជួនកាលសល់5 10ក៏មានអីចឹងហើយដល់ពេលអ្នកគ្នាអត់ចេះតពិបាកទិញណាពេលខ្លះយើងស្រឡាញ់ហើយតែយើងអត់ចេះតថ្លៃតែយើងអត់ចេះតថ្លៃទៅយើងអត់ហ៊ានតគេទេយើងតទៅខ្លាចគេថាអូចុះច្រើនម៉េះគេមិនចំណេញដល់ថ្នាក់នឹងទេឬក៏ដូចថាយើងតទៅស្រាប់តែយើងតថាតែថា30យើងតសល់20អីចឹងទៅស្រាប់តែកន្លែងផ្សេងគេលក់តែ5 10អីក៏មានអញ្ចឹងតម្លៃហាងឆេងវាអត់វាអត់ស្មើភាពគ្នាអញ្ចឹងដល់ពេលយើងពិបាករឿងតថ្លៃនឹងហ្មងនៅស្រុកយើងតែបើនៅស្រុកនេះតម្លៃប្រហែលប៉ុណ្ណឹងហើយមិនថាផ្លែឈើមិនថាកៅអៅមិនថាអីវ៉ាន់ផ្សេងបងប្អូនឃើញហើយគឺតម្លៃគេគឺប៉ុន្មានប៉ុណ្ណឹងហើយគេដាក់នៅលើនឹងស្រាប់ឲ្យយើងឃើញអញ្ចឹងណាចឹងមិនជនជាតិគេពេលគាត់ទៅស្រុកខ្មែរគាត់អត់ចេះតថ្លៃទេមិនថាតែជនជាតិគេទេបងប្អូនកូនខ្មែរឬក៏ខ្មែរយើងដែលគាត់ប្រោះនៅស្រុកនេះយូរគាត់ទៅស្រុកខ្មែរវិញក៏អត់ចេះតថ្លៃទេនាងខ្ញុំឃើញអញ្ចឹងណាហើយជាពិសេសជនជាតិគេទៀតពួកអីជនជាតិគេត្រឡប់នៅស្រុកគេអត់មានកាត់ថ្លៃអញ្ចឹងណាតែតម្លៃប្រហែលប៉ុណ្ណឹងអញ្ចឹងគេត្រូវទិញគឺគេត្រូវដូចថាអាវនឹង20គេដឹងតែ20អាវនឹង30គេដឹងតែ30អញ្ចឹងទៅដល់យើងមិនអញ្ចឹងអីយើងកាត់ផ្សេងតថ្លៃទៅផ្សេងតែគ្នាមិនចេះតថ្លៃនឹងនិយាយពីថាទិញមិនហ៊ានទិញឯពេលអ្នកលក់ខ្លះថាឲ្យតទៅអូនតទៅអ្នកណាហ៊ានតបើគ្នាមិនចេះតទៅខ្លាចគេខឹងចុះច្រើនពេកដល់ពេលយើងមើលអីវ៉ាន់គេតូបខ្លះយើងមើលអីវ៉ាន់គេហើយយើងអត់តខ្លះអត់ទិញខឹងយើងទៀតឲ្យតមួយម៉ាត់ទៅអីវ៉ាន់ខ្លះកាត់ដល់កប់ពពកពេកគ្នាមិនចេះតអញ្ចឹងបានថាពិបាកដែរនៅក្នុងការទិញអីវ៉ាន់នៅស្រុកយើងហើយដល់យើងទៅទិញអីវ៉ាន់នៅស្រុកយើងលុះត្រាតែមានអ្នកដែលគាត់បកកែទិញអីវ៉ាន់គាត់ដឹងតម្លៃស្គាល់អីឬក៏អីអាហ្នឹងចាំឲ្យគាត់ទៅជួយតថ្លៃទៅឲ្យទិញជាមួយអីចឹងណាបើថាយើងអត់ចេះតថ្លៃទេមិនបាច់ទេជួនកាលអឺតម្លៃ30ឲ្យគេ30តម្លៃ20ឲ្យគេ20នឹងឯងបងប្អូនចាកូននាងខ្ញុំនេះគឺវ៉ាកងដល់ផ្ទះមួយអាទិត្យជាងហើយបងប្អូនហើយអញ្ចឹងអាទិត្យក្រោយគឺគាត់ចូលរៀនវិញហើយអញ្ចឹងហើយរាល់ថ្ងៃអង្គារគឺនាងខ្ញុំនាំគាត់ដើរលេងនឹងឯងបងប្អូនដោយសារតែរាំងមេឃគ្រាន់បើដែរឃើញបើកថ្ងៃបើកអីអញ្ចឹងណាអញ្ចឹងហើយក៏ឆ្លៀតនាំគាត់ហើយប្អូនគាត់តែពេលបានអូសអញ្ចឹងក៏គាត់គេងលក់ស្រួលដែរអញ្ចឹងគឺនាងខ្ញុំដើរ1 ម៉ោងអីអញ្ចឹងបងប្អូនចាពួកអីចិត្តផ្ទះដែរអញ្ចឹងមិនឆ្ងាយទេនៅមុខសាលារៀនកូននាងខ្ញុំនឹងឯងផ្សារក្រៅអញ្ចឹងហើយរាល់ថ្ងៃអង្គារឲ្យតែគាត់មិនបាច់គាត់បើសិនជាគាត់អត់រៀននាងខ្ញុំដើរពេញជុំទៅតែបើសិនជាគាត់រៀននាងខ្ញុំភាគច្រើនទិញតែផ្លែឈើហើយគឺនាងខ្ញុំមកផ្ទះវិញហើយអត់សូវនៅយូរទេតែបើពួកគាត់អញ្ចឹងគឺនាំគាត់ដើរមកជុំអីចឹងទៅបានយើងត្រឡប់មកផ្ទះវិញអីចឹងណាបងប្អូនចា